បាទសូមគោរពនឹងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel KA ទាំងអស់គ្នាបាទហើយថ្ងៃនេះដែរ Admin មានសាច់រឿងមួយដែលមានចំណងជើងថា Angry Fan បាទហើយសាច់រឿងនេះដែរគឺបានចាក់បញ្ចាំងនៅដើមឆ្នាំ2024យើងនេះឯងហើយរឿងនេះគឺនិយាយអំពីចលនាការតស៊ូរបស់វីរនារីឈ្មោះថា Anna ដែលបានប្រយុទ្ធប្រឆាំងជាមួយនឹង Zombie ហើយ Admin មិនចង់វែកបន្លាយកាយប្រឡងយូរទេឥឡូវយើងចូលទៅសតរឿងយើងតែម្ដងហើយជាដំបូងនឹងមានយុវជនជាច្រើនអ្នកបានបើកឡានទៅជនបទដើមឡើយពួកគេមានគម្រោងដើរលេងនៅក្រៅទីក្រុងក៏ប៉ុន្តែពួកគេបានទៅដល់ភូមិមួយពួកគេបានឃើញថាអ្នកភូមិនៅទីនោះកំពុងតែកប់សាកសពជាច្រើនអ្នកដើម្បីកុំឲ្យមនុស្សមួយចំនួនតូចភ័យខ្លាចមគ្គុទ្ទេសក៍ទេសចរនៅទីនោះបានប្រាប់ពួកគេថាគ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលពួកគេបានធ្លាក់ចូលទឹកទន្លេដោយចៃដន្យរីឯអ្នកផ្សេងទៀតពួកគេក៏មិនគិតច្រើនដែរគេគិតត្រឹមថាគ្រោះថ្នាក់នេះគឺជាគ្រោះថ្នាក់ចៃដន្យតែប៉ុណ្ណោះចំណែកអេណានេះវិញនាងបានក៏លេចទៅមើលកៅភ្នែកសមាជិកគ្រួសារដែលបានស្លាប់នោះនាងមានអារម្មណ៍ថាមានអ្វីមួយខុសប្លែកពីធម្មតាហើយបន្តមកទៀតអេណាក៏គិតថារឿងនេះក៏ជាគ្រោះថ្នាក់ដ៏ចៃដន្យដែរហើយនាទីបន្ទាប់ពួកគេក៏បានចូលទៅដល់នៅចំការភូមិមួយកន្លែងនៅពេលយប់ឡើងពួកគេក៏បង្កាត់ភ្លើងហើយក៏អង្គុយមើលផ្កាយរួមគ្នាហើយនៅពេលនោះដែរមានអាចផ្កាយធ្លាក់មកពីលើមេឃជាច្រើនរីឯក្រុមអេណានេះវិញបានឃើញអញ្ចឹងហើយគឺមិនចាំយូរទេនាំគ្នាអង្គុយប៉ងប្រាថ្នាទាំងអស់គ្នាហើយនៅពេលនេះដែរមានមិត្តភក្តិអេណាម្នាក់បានដើរចូលទៅក្នុងទន្លេបានទៅរើសថ្មពណ៌ក្រហមមួយហើយថ្មនោះដែរបានធ្លាក់ចុះមកពីលើមេឃហើយគេមិនដឹងទេថាថ្មមួយនេះគឺជាថ្មមេរោគហើយបរិសម្នាក់នោះក៏ចាប់ផ្ដើមមើលជុំវិញខ្លួនរបស់គេគឺឃើញសិតតែថ្មនោះទាំងអស់ហើយភ្លាមៗមួយដែរមានសត្វចម្លែកមួយបានខាំដៃរបស់គេតែណានតែដឹងថាសត្វចម្លែកនោះបានខាំហើយចូលក្នុងបាតដៃរបស់បរិសនោះហើយភ្លាមៗមួយដែរសត្វចម្លែកមួយនោះក៏បានវាចូលទៅដល់ខួរក្បាលរបស់គេហើយក៏បញ្ជាគេហើយគណៈពេលនេះដែរបរិសម្នាក់នោះក៏បញ្ជាខ្លួនឯងលែងបានក៏ចាប់ផ្ដើមយកដៃទៅច្បាច់កមិត្តភក្តិស្រីរបស់គេតែជាអកុសលបរិសម្នាក់នោះក៏គ្រប់គ្រងខ្លួនឯងលែងបានហើយសត្វចម្លែកនោះក៏បាននៅក្នុងខួរក្បាលរបស់គេតែតាមការពិតទៅសត្វល្អិតចម្លែកនោះគឺជាមេរោគ Zombie ភ្លាមៗមកដែរបរិសម្នាក់នោះក៏បានយកកំបិតមួយយកមកចាក់ចំស្មារបស់មិត្តភក្តិស្រីរបស់គេតែជាសំណាងល្អនារីម្នាក់នោះក៏បានយកដុំថ្មមួយបានវាយចំក្បាលរបស់គេធ្វើឲ្យគេស្លាប់ភ្លាមៗមកដែរមិត្តភក្តិរបស់គេក៏បានរត់ចូលមកសួរគេថាកើតអីមិនក៏បានទៅជាអញ្ចឹងហើយនារីម្នាក់នោះក៏បានប្រាប់គេវិញថាខ្ញុំត្រូវបានគេចាក់ហើយហើយនាទីបន្ទាប់មិត្តភក្តិរបស់គេក៏នាំគេទាំងពីរទៅចេញទៅខាងក្រៅដើម្បីយកពួកគេទៅព្យាបាលហើយពួកគេដើរមិនយូរប៉ុន្មានក៏បានទៅដល់នឹងខ្ទមទូទ្រោមមួយហើយបរិសម្នាក់នេះក៏មានឈ្មោះថាដាស៊ូហុងអេដមីនសុំហៅឈ្មោះគាត់ថាស៊ូហុងតែម្ដងទៅព្រោះអីឈ្មោះគាត់វែងពេកពិបាកនឹងហៅតែមើលទៅគាត់ទៅសង្ហាក៏មិនណយដែរស៊ូហុងបានយកទូរស័ព្ទទំនាក់ទំនងទៅខាងក្រៅដើម្បីសុំជំនួយប៉ុន្តែទូរស័ព្ទរបស់គេគ្មានសេវានោះទេភ្លាមៗមកដែរស៊ូហុងក៏បានឮសំឡេងមួយនៅពីក្រោយគេក៏បានភ័យស្លន់ស្លោក៏រត់ទៅរកមិត្តភក្តិរបស់គេភ្លាមៗមកដែរមានស៊ូប៊ីពីរក្បាលបានពាត់ចង់ធ្វើស៊ីស៊ូហុងយើងរីឯស៊ូហុងវិញបានមានការងឿយឆ្ងល់ជាខ្លាំងថាមនុស្សមិនចំមនុស្សខ្មោចមិនចំខ្មោចអូនមិនមែនមនុស្សហើយក៏មិនមែនខ្មោចដែរអូនស៊ូប៊ីដែរចឹងអូនហក់តែខំណាហើយភ្លាមៗមកដែរស៊ូប៊ីក៏បានវាប្រហារទៅលើស៊ូហុងតែមានណាស៊ូហុងចេះក្បាច់ចាប់បាល់មុំ60ហ្មងក៏គេបានគេចខ្លួនតហើយភ្លាមៗមកដែរមានមិត្តភក្តិបានមកជួយស៊ូហុងរបស់យើងពិតជាមានការភ័យអរនិងរំភើបអូយអញវាយស៊ូប៊ីមីងឡើងហត់ឡើងចុកដៃវើយសម្រាប់ទេសាច់ចំណែកឯណែនេះវិញក៏រងចាំមិត្តភក្តិរបស់គេនិងមិត្តប្រុសរបស់គេមកដោយសារតែទៅតាំងពីយប់ឥឡូវភ្លឺហើយមិនតន់មកវិញទៀតហើយភ្លាមៗមកដែរមិត្តភក្តិរបស់គេក៏បានមានរោគស៊ូប៊ីរាលដាលឡើងពេញខ្លួនហើយគណៈពេលនេះដែរមិត្តភក្តិស្រីរបស់គេក៏បានខ្លាចទៅជាស៊ូប៊ីទៅហើយក៏ចាប់ផ្ដើមវាប្រហារទៅលើអេណាហើយអេណាយើងពេលនេះក៏បានស្រែកតែបថោទេហើយនាទីបន្ទាប់មិត្តភក្តិរបស់អេណាដែលត្រូវឆ្លងរោគស៊ូប៊ីនោះក៏បានចាប់ផ្ដើមមកវាប្រហារលើគេគណៈពេលនោះពិតជាសំណាងខ្លាំងមែនតើបានមិត្តភក្តិរបស់គេមកជួយទាន់បើមិនអញ្ចឹងទេអេណារបស់យើងពិតជាអតិជាជាមិនខានហើយភ្លាមនោះមិត្តប្រុសគេក៏បានមកដល់ហើយអេណាក៏បាននិយាយទៅប្រាប់មិត្តប្រុសរបស់គេថាមើលស៊ូប៊ីប៊ីខាំអូននោះទីឯបរិសម្នាក់នេះគឺមានឈ្មោះថាសៀវហ៊ូហើយគណៈពេលនេះគាត់បានខឹងខ្លាំងមែនតើដែលមគ្គុទ្ទេសក៍ទេសចរបានសម្លាប់មិត្តភក្តិរបស់គេពួកគេរៀបចំនឹងសងសឹកជំនួសមិត្តភក្តិគេទៅហើយតែសំណាងល្អអេណាបានមកជួយខាត់ទាន់ហើយមគ្គុទ្ទេសក៍ទេសចរបានឃើញថាពួកគេទាំងពីរនេះមិនព្រមចុះចាញ់នោះទេដូច្នេះគាត់ក៏បានប្រាប់រឿងរ៉ាវដែលបានកើតឡើងកាលពី2ថ្ងៃមុនថាមានភ្លៀងអាចផ្កាយដែលធ្លាក់នៅក្នុងស្រុកនាពេលបច្ចុប្បន្នដែលមានផ្ទុកមេរោគស៊ូប៊ីដែលអាចឆ្លងរាលដាលដល់មនុស្ស
ហើយគណៈពេលនេះដែរមនុស្សដែលបានឆ្លងមេរោគស៊ូមប៊ីក៏មិនតិចអ្នកដែរចំណែកឯអ្នកទាំងពីរបានលើមគ្គុទ្ទេសក៍ទេសចរណ៍បានបកស្រាយប្រាប់ហើយក៏ស្រាប់តែមានទឹកមុខស្លេកស្លាំងពួកគេមិនខ្វល់ពីអ្នកផ្សេងអ្វីទាំងអស់ពួកគេបានបោះបង់សាកសពមិត្តភក្តិរបស់គេចោលហើយក៏ពួកគេក៏ប្រញាប់ឡើងទៅទីក្រុងវិញពួកគេដើរមិនបានយូរប៉ុន្មានក៏បានជួបប្រទះនឹងអ្វីមួយដែលនៅចំពោះមុខគេគឺនៅតាមផ្លូវគឺមានសាកសពជាច្រើននាក់ដែលដេកស្លាប់ពីពេញផ្លូវតែម្ដងបាទហើយភ្លាមៗដែរគឺមានសម្រែកស៊ូមប៊ីមួយបានសម្រែកបន្តឮឡើងចំណែកឯឯណានេះវិញគឺចាប់ផ្ដើមមានការតក់ស្លុតជាខ្លាំងពួកគេក៏ប្រញាប់ឡើងឡានក្រុងដើម្បីការពារខ្លួនហើយស៊ូមប៊ីទាំងអស់នោះពិតជាមានការកាចសាហាវខ្លាំងមែនទែនពួកវាមិនបានខំស៊ីមនុស្សដែលនៅរស់នោះទេតែផ្ទុយទៅវិញពួកវាបានយកពុទ្ធៅមកបានសម្លាប់មនុស្សទាំងអស់នោះយ៉ាងព្រៃផ្សៃសំណាយដ៏រន្ធត់មួយនេះបានបន្លឺឡើងនៅតាមផ្លូវមនុស្សដែលលាក់ខ្លួននៅក្នុងរថយន្តពិតជាមានការភ័យតក់ស្លុតជាខ្លាំងប៉ុន្តែឥឡូវនេះស៊ូមប៊ីបានកត់សម្គាល់ឃើញថាមគ្គុទ្ទេសក៍ទេសចរណ៍បានមើលឃើញថាវាមានចលនានៅខាងក្រៅខណៈពេលនេះដែរគឺស៊ូមប៊ីបានបើកទ្វារឡានបើកទ្វារឡានចេះដល់កបំរុងនឹងសម្លាប់ស៊ីសាច់ហត់ឈាមហើយខណៈពេលនោះដែរមាននារីម្នាក់ជិះសេះសមកជួយពួកគេទាំងអស់គ្នាហើយក៏មិនបានយូរប៉ុន្មានអ្នកឆ្លងមេរោគស៊ូមប៊ីត្រូវបានកំទេចចោលដោយនារីក្លាហានរីឯមគ្គុទ្ទេសក៍ទេសចរណ៍បានចុះទៅលើឡានមកបានកត់សម្គាល់ឃើញថានាងគឺជាបងស្រីច្បងរបស់គេនៅពេលដែលក្រុមឯណាបានលឺអញ្ចឹងហើយនាំគ្នាធូរទ្រូងខ្លាំងមែនទែនហើយនាទីបន្ទាប់បងស្រីច្បងរបស់មគ្គុទ្ទេសក៍ទេសចរណ៍បាននាំពួកគេទៅកាន់ផ្ទះរបស់គេហើយបងស្រីច្បងក៏បាននិយាយថាចង់ឲ្យមនុស្សពីរនាក់នេះគឺសម្រាប់នៅទីនេះហើយរងចាំរហូតដល់ថ្ងៃស្អែកពួកគេចាំនាំគ្នាចេញទៅតាមផ្លូវតូចមួយរីឯកូនប្រសាស្រីរបស់បងស្រីច្បងនឹងបានយកទឹកឲ្យពួកគេម្នាក់មួយកែវមគ្គុទ្ទេសក៍ទេសចរណ៍បានឆ្ងល់ថាហេតុអ្វីក៏មិនឃើញកូនប្រុសរបស់នាងរីឯបងស្រីច្បងគាត់បានប្រាប់ថាកូនប្រុសរបស់គាត់បានទៅលេងទីក្រុងកាលពី3ថ្ងៃមុនអញ្ចឹងហើយទើបមិនមានវត្តមានគេនៅទីនេះចំណែកឯសៀហុងនិងអ្នកផ្សេងទៀតគឺមិនយកចិត្តទុកដាក់នោះទេមានតែឯណាប៉ុណ្ណោះដែលចាប់អារម្មណ៍ក្នុងរឿងនេះពួកអីឯណាគិតថាវាមិនធម្មតានោះទេគណៈពេលនេះឯណារបស់យើងគឺមានការចម្លែកជាខ្លាំងព្រោះមានក្លិនចម្លែកផ្សេងនៅពេលនេះឯណាបានសន្និដ្ឋានថាគឺមានសាកសពនៅក្នុងផ្ទះគណៈពេលនេះដែរឯណាចង់ទៅប្រាប់មិត្តភក្តិរបស់គេដែរប៉ុន្តែមិត្តភក្តិរបស់គេត្រូវគេដាក់ថ្នាំសន្លប់អស់បាត់ទៅហើយព្រោះអីពួកគេបានផឹកទឹកកាលពីមុនហ្នឹងឯណាទើបដឹងថាមានអ្វីខុសពីធម្មតាចង់រត់ចេញទៅក្រៅប៉ុន្តែត្រូវបានបងស្រីច្បងរបស់យើងមកភ្ជុំកំភ្លើងទៅកាន់ឯណាបន្ទាប់មកឯណាក៏បានគេនាំទៅបន្ទប់មួយទៀតនេះគឺជាកន្លែងអាថ៌កំបាំងរបស់បងស្រីច្បងតែតាមការពិតទៅគឺកន្លែងនោះដែរគឺជាកន្លែងដែលកូនប្រុសរបស់គាត់ដែលបានឆ្លងមេរោគស៊ូមប៊ីម្ល៉េះហើយទើបគាត់ចង់កូនប្រុសគាត់នៅក្នុងបន្ទប់មួយនេះដោយសារតែក្នុងនាមជាម្ដាយគាត់បានអាណិតកូនប្រុសរបស់គាត់ក៏បានដើររោមមនុស្សដើម្បីឲ្យកូនប្រុសរបស់គាត់បានបរិភោគសិទ្ធិបរិភោគរីឯកូនប្រសាស្រីរបស់គាត់គឺមិនចង់ឲ្យគាត់ធ្វើបែបនេះនោះទេក៏ប៉ុន្តែទៅបានបងស្រីច្បងគាត់គំរាមឲ្យនាងយកកំភ្លើងឲ្យទៅដោះខ្សែពួរនោះចេញខណៈពេលនេះឯណាគឺបានគិតក្នុងចិត្តឃើញថាបើនាងមិនតតាំងក៏ស្លាប់បើនាងតតាំងក៏ស្លាប់អញ្ចឹងនាងក៏ឃើញឱកាសមួយនាងក៏សវ៉ាចាប់រុញកំភ្លើងចេញពួកគេទាំងពីរនេះក៏ចាប់ផ្ដើមបតាបតបគ្នាដោយសារតែឯណាមានកម្លាំងខ្លាំងជាងអញ្ចឹងឯណាគឺមានព្រៀបហើយឯណាបានរុញបងស្រីច្បងទៅឲ្យស៊ូមប៊ីខាំស្លាប់តែម្ដងហើយឯណាបានឈីលកានេះក៏បានយកកំភ្លើងយកទៅបាញ់ស៊ូមប៊ីនោះសម្លាប់តែម្ដងងប់តែពីវដោយមិននឹកស្មានថាមានសត្វល្អិតពណ៌ខ្មៅមួយបានវាចេញពីសាកសពស៊ូមប៊ីហើយក៏បានវាចូលទៅក្នុងមាត់សាកសពរបស់បងស្រីច្បងហើយភ្លាមមកដែរឪពុករបស់នាងក៏បានតែមកប្រាប់ថាឯណានៅពេលនេះមេរោគស៊ូមប៊ីបានរីករាលដាលពេញទីក្រុងទៅហើយក៏សូមឲ្យពួកគេចាប់ផ្ដើមចេញពីទីនេះបាទពួកគេនៅពេលនេះពួកគេចាប់ផ្ដើមរកអាវុធការពារខ្លួនដូចជាកំភ្លើងម្នាក់ម្ដងដើម្បីចេញទៅខាងក្រៅសូម្បីតែលូស៊ីនាងមានផ្ទៃពោះនាងក៏យកកំភ្លើងខ្លីមួយដើម្បីការពារខ្លួនហើយបន្តមកទៀតក៏ពួកគេក៏ចាប់ផ្ដើមជិះម៉ូតូអាកង់3ចេញទៅខាងក្រៅដើម្បីប្រយុទ្ធជាមួយនឹងស៊ូមប៊ីប៉ុន្តែគេមិនបានដឹងនោះទេថាស៊ូមប៊ីកំពុងតែរងចាំពួកគេយ៉ាងច្រើនឯស៊ូមប៊ីវិញឃើញទិដ្ឋភាពបែបនេះពួកគេក៏រត់សំដៅទៅរកក្រុមអេណាចំណែកឯអេណាវិញបានយកកំភ្លើងរបស់គេមកបាញ់ស៊ូមប៊ីម្ដងមួយធ្វើឲ្យស៊ូមប៊ីនឹងបាសជើងចង្អាងតែម្ដងដោយសារតែស៊ូមប៊ីច្រើនពេកធ្វើឲ្យក្រុមអេណាទប់ទល់មិនបានក៏ចាប់ផ្ដើមដកថយគេចខ្លួនសិនចំណែកឯអេណានេះវិញឃើញទិដ្ឋភាពហ្នឹងគិតថាមិនអាចទប់ទល់បានក៏ឲ្យស៊ូហុងហ្នឹងយកលូស៊ីដែលមានផ្ទៃពោះហ្នឹងគេចខ្លួនសិនទុកឲ្យអេណានិងមិត្តភក្តិផ្សេងទៀតទប់ទល់ពីក្រោយបើគណៈពេលនេះគឺអ្នកទាំង3គឺមិនអាចទប់ទល់បានទេមានតែភៀសខ្លួនចេញសិនមិនបានយូរប៉ុន្មានមេក៏ងងឹតទីនោះចាប់ផ្ដើមចុះអាប់យ៉ាងខ្លាំងនៅពេលនេះអេណាហើយនិងមិត្តប្រុសរបស់នាងបានដើរចេញមកបានជួបប្រទះនឹងខ្មោចស៊ូមប៊ីមួយក៏មានស៊ូមប៊ីមួយទៀតមកវាយប្រហារពួកគេប៉ុន្តែត្រូវបានមគ្គុទ្ទេសក៍ទេសចរសម្លាប់យ៉ាងព្រៃផ្សៃហើយស៊ូមប៊ីម្នាក់នេះបានឃើញទិដ្ឋភាពបែបហ្នឹងក៏នាំបាក់ពួកមក
វាយប្រហារអែនណារបស់យើងដោយសារតែស៊ុំប៊ីច្រើនពេកធ្វើឲ្យក្រុមអែនណាដកថយក៏ប៉ុន្តែគួរឲ្យសោកស្ដាយមគ្គុទ្ទេសក៍ទេសចរណ៍ត្រូវបាននារីស៊ុំប៊ីនោះយកកាំបិតយកមកចាក់ស្លាប់ភ្លាមៗតែម្ដងពួកគេក៏រត់ទៅដល់ទីទួលដែលមានសុវត្ថិភាពមួយហើយភ្លាមៗមកដែរយូស៊ីរបស់យើងក៏ចាប់ផ្ដើមបែកទឹកភ្លោះនាងចិត្តសម្រាលទៅហើយដូច្នេះមានតែវិធីម្យ៉ាងគត់គឺឲ្យនាងសម្រាលនៅទីនេះហើយគ្រប់គ្នាមិនហ៊ានបោះបង់នាងចោលនោះទេដោយសារមិត្តរួមក្រុមសុទ្ធតែប្រុសអញ្ចឹងមានតែអែនណាទេគឺជាស្រីដែលជួយសម្រាលឲ្យនាងហើយភ្លាមៗនោះមានស៊ុំប៊ីបានសម្រុកចូលមកនៅទីបំផុតលូស៊ីនាងក៏អាចសម្រាលបានដោយជោគជ័យស៊ុំប៊ីនៅពេលនេះវាបានធុំក្លិនឈាមរបស់លូស៊ីដល់ពេលអញ្ចឹងវាក៏បានសម្រុកចូលមកហើយអែនណាឯនេះវិញក៏មិនទុកយូរដែរបានក៏ចាប់ផ្ដើមយកកំភ្លើងមកតតាំងជាមួយនឹងស៊ុំប៊ីទាំងអស់នឹងតែម្ដងគណៈពេលនេះអែនណាគឺជួបរបស់ពិតហើយគឺបានជួបរបស់មេស៊ុំប៊ីហើយនៅដៃរបស់វាគឺកាន់ត្រង់ណោះទោះបីជាអែនណាបានខំបាញ់យ៉ាងណាក៏បាញ់វាមិនឈឺដែរហើយអាស៊ូហុងឯនេះវិញចាប់ផ្ដើមរស់សោដើម្បីចាក់ចេញពីអគារមួយនេះក៏ត្រូវបានស៊ុំប៊ីវាប្រហារលើគេរីឯមិត្តប្រុសរបស់អែនណាក៏ឃើញអញ្ចឹងហើយក៏ចាប់ផ្ដើមចូលទៅជួយក៏ប៉ុន្តែស៊ុំប៊ីបានវាប្រហារគេម្ដងទៀតស៊ុំប៊ីនេះគឺបាញ់វាយ៉ាងណាក៏វាបាញ់វាមិនឈឺដែរតែគួរសោកស្ដាយមិត្តប្រុសរបស់អែនណាត្រូវបានស៊ុំប៊ីវាចាក់សម្លាប់តែម្ដងហើយធ្វើឲ្យអាមេរោគស៊ុំប៊ីនឹងឆ្លងចូលទៅក្នុងខ្លួនរបស់គេចំណែកឯស៊ូហុងវាឃើញទស្សនវិជ្ជាបែបនេះក៏ដកកំភ្លើងមកបាញ់ចំកណ្ដាលក្បាលគេតែម្ដងស៊ូហុងនៅពេលដែលឃើញមិត្តភក្តិគេសន្ធិដ្ឋនៅក្នុងស្ថានភាពបែបនេះគេពិតជាតក់ស្លុតខ្លាំងមែនទែនចំណែកឯមិត្តប្រុសអែនណានេះគឺចង់ឲ្យសម្លាប់គេដើម្បីជៀសវាងការគេខ្លាចទៅជាស៊ុំប៊ីហើយមកវាយប្រហារលើគេនៅពេលដែលឮសម្ដីមិត្តភក្តិបែបហ្នឹងហើយស៊ូហុងក៏មិនចាំយូរដែរក៏ដកកំភ្លើងមកបាញ់ស៊ូស្តុបហាំងកាត់មកអែនណាឯនេះវិញគឺនាងចាប់ផ្ដើមប្រយុទ្ធជាមួយនឹងស៊ូមប៊ីចំណែកឯស៊ូមប៊ីវាបានយកអាត្រង់រណើតនឹងយកមកអាលពេញនឹងហើយធ្វើឲ្យអែនណារបស់យើងនឹងភ័យស្លន់ស្លោអែនណាបានក៏លេចឃើញចង្វាក់នោះអែនណាក៏ចាប់ផ្ដើមទាញចង្វាក់ធ្វើឲ្យស៊ូមប៊ីនោះដួលកាប់មុខហ៊ីតតែម្ដងអែនណាក៏ប្រញាប់ទៅយកអាត្រង់រណើនឹងយកមកអាលក្បាលស៊ូមប៊ីនឹងតែម្ដងហើយអាមេរោគស៊ូមប៊ីនឹងបានវាឡើងទៅដៃអែនណាក៏ចាប់ផ្ដើមយកកំបិតយកមកអាមេរោគនឹងចុញក្រៅវិញណាគឺមិនចោះចាញ់នោះទេនាងបានចូលឈ្នះអាមេរោគស៊ូមប៊ីនឹងវាក៏បានវាចេញមកក្រៅអែនណាក៏យកជើងជាន់សម្លាប់វាតែម្ដងហើយគណៈពេលនេះក្រុមពួកគេគឺសល់តែ3នាក់តែប៉ុណ្ណោះគេក៏ចាប់ផ្ដើមចេញក្រៅចំណែកឯស៊ូមប៊ីវិញក៏វាមិនព្រមឈប់តាមអ្នកទាំង3នឹងដែរវាតាមកាត់តែម្ដងចំណែកឯស៊ូហុងវិញគេបានលះបង់ជីវិតដើម្បីបញ្ឆោតស៊ូមប៊ីឲ្យចេញទៅឆ្ងាយហើយឲ្យអែនណាបើកឡានចេញទៅក្រៅជាមួយនឹងឈូស៊ីគ្រាន់តែអែនណាបើកឡានបានជាបន្តិចស៊ូមប៊ីវាបាននៅស្ទាក់ផ្លូវនៅខាងមុខអែនណាឃើញបែបនេះក៏ជន់ហ្គាមកអស់ទំហឹងដើម្បីបុកទម្លុះចេញក្រៅអែនណាបានចេញពីរោងចក្រនេះដែលបានជោគជ័យហើយសាច់រឿងរបស់អេដមីនក៏ឈានមកដល់ទីបញ្ចប់សូមអរគុណនិងសូមជម្រាបលា